អុកសកុនកញ្ញាចេញចម្រៀងទាមទារសន្តិភាពឲ្យកម្ពុជាអមជាមួយនឹងកម្រងរូបភាពដ៏ឈឺចាប់នៃជនរងគ្រោះដោយការឈ្លានពានរបស់ថៃស្ថានភាពតាមព្រំដែនកម្ពុជាដែលកំពុងតែរងការឈ្លានពានវាយប្រហារពីថៃជាថ្មីនេះបានធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលក្នុងចិត្តពេញដោយក្តីអាណិតបារម្ភនិងមានតែការឈឺចាប់ម្ដងទៀតដោយមើលឃើញនៅការលះបង់របស់វីរៈកងទ័ពពលីជីវិតការពារមាតុភូមិនិងបងប្អូនគ្រួសារតាមព្រំដែនរងទុក្ខលំបាកត្រូវភៀសឹកឃ្លាតឆ្ងាយពីផ្ទះសម្បែងស្របពេលនេះដែរមហាជនកម្ពុជាអ្នកសិល្បៈនិងបុគ្គលល្បីៗកំពុងបង្ហាញការរួបរวมគ្នាយ៉ាងសកម្មចូលរួមជួយជាកម្លាំងស្មារតីប្រមូលនៅថវិកាសម្ភារៈនិងស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសឹកព្រមទាំងបង្ហាញការបួងសួងជួយថែរក្សាដល់បងកងទ័ពខ្មែរជួរមុខតាមព្រំដែនឲ្យមានសុវត្ថិភាពជាក់ស្ដែងងាកមក Facebook របស់កម្ពុជាតារាចម្រៀងអោកសុគន្ធកញ្ញាក្រៅពីចូលរួមសកម្មភាពសប្បុរសធម៌និងចេញជាវីដេអូផ្សព្វផ្សាយពីអំពើឈ្លានពានរបស់ថៃមកលើកម្ពុជាព្រមទាំងធ្វើការបួងសួងសូមឲ្យកងទ័ពជួរមុខមានសុវត្ថិភាពកម្ពុជាតារាចម្រៀងស្រីរូបនេះក៏បានចេញជាវីដេអូចម្រៀងមួយជាភាសាអង់គ្លេសគឺបទចម្រៀង Cambodia Nitpick នេះដែរកម្ពុជាតារាចម្រៀងអោកសុគន្ធកញ្ញាបានច្រៀងរៀបរាប់ជាភាសាអង់គ្លេសទាមទាររកសន្តិភាពរបស់កម្ពុជាវិញអមដោយកម្រងរូបភាពឯកសារដ៏ឈឺចាប់នៃជនរងគ្រោះនិងវីរៈកងទ័ពពលីព្រមទាំងបង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃចាត់ឃើញថាស្ថានភាពនៅតាមព្រំដែនកម្ពុជាចាដែលកំពុងតែរងការឈ្លានពានវាយប្រហារពីថៃជាថ្មីនេះចាបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនចាបានបង្ហាញដោយក្តីអាណិតនិងបារម្ភនិងមានតែភាពឈឺចាប់ម្ដងទៀតចាដោយមើលឃើញនៅការលះបង់របស់វីរៈកងទ័ពដែលបានពលីជីវិតការពីមាតុភូមិនិងបងប្អូនគ្រួសារនៅតាមតំបន់ព្រំដែនដែលរងទុក្ខលំបាកត្រូវភៀសឹកឃ្លាតឆ្ងាយពីផ្ទះសម្បែងផងដែរស្របពេលនេះផងដែរមហាជនជាច្រើននិងអ្នកសិល្បៈនិងបុគ្គលល្បីៗក៏កំពុងតែបង្ហាញពីការរួបរวมគ្នាយ៉ាងសកម្មចូលរួមជួយជាកម្លាំងស្មារតីប្រមូលនៅថវិកាក៏ដូចជាសម្ភារៈនិងស្បៀងអាហារដើម្បីជូនទៅដល់កងទ័ពជួរមុខនិងជនភៀសឹកជាព្រមទាំងបង្ហាញនៃការបួងសួងដើម្បីជួយថែរក្សាទៅដល់បងកងទ័ពខ្មែរនៅជួរមុខតាមព្រំដែនឲ្យមានសុខសុវត្ថិភាពជាក់ស្ដែងងាកមកមើល Facebook ចារបស់កម្ពុជាតារាចម្រៀងស្រីចាគឺនាងអោកសុគន្ធកញ្ញាក្រៅពីបានចូលរួមសកម្មភាពសប្បុរសធម៌និងចេញជាវីដេអូផ្សព្វផ្សាយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជាចាព្រមទាំងធ្វើការបួងសួងសូមឲ្យកងទ័ពជួរមុខមានសុវត្ថិភាពចាកម្ពុជាតារាចម្រៀងស្រីរូបនេះក៏បានចេញជាវីដេអូនៅចម្រៀងមួយជាភាសាអង់គ្លេសចាដែលមានន័យថាចាកម្ពុជាត្រូវការសន្តិភាពបទចម្រៀងនេះដែរកម្ពុជាតារាចម្រៀងអោកសុគន្ធកញ្ញាក៏បានច្រៀងរៀបរាប់ជាភាសាអង់គ្លេសទាមទាររកសន្តិភាពរបស់កម្ពុជាមកវិញចាអមដោយកម្រងរូបភាពឯកសារដ៏ឈឺចាប់នៃជនរងគ្រោះនិងវីរៈកងទ័ពដែលបានពលីព្រមទាំងបានបង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាដែលបានរងគ្រោះដោយសារតែការឈ្លានពានរបស់យោធាថៃអុកសុគន្ធកញ្ញាចេញចម្រៀងទាមទារសន្តិភាពឲ្យកម្ពុជាអមជាមួយនឹងកម្រងរូបភាពដ៏ឈឺចាប់នៃជនរងគ្រោះដោយការឈ្លានពានរបស់ថៃស្ថានភាពតាមព្រំដែនកម្ពុជាដែលកំពុងតែរងការឈ្លានពានវាយប្រហារពីថៃជាថ្មីនេះបានធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលក្នុងចិត្តពេញដោយក្តីអាណិតបារម្ភនិងមានតែការឈឺចាប់ម្ដងទៀតដោយមើលឃើញនៅការលះបង់របស់វីរៈកងទ័ពពលីជីវិតការពារមាតុភូមិនិងបងប្អូនគ្រួសារតាមព្រំដែនរងទុក្ខលំបាកត្រូវភៀសឹកឃ្លាតឆ្ងាយពីផ្ទះសម្បែងស្របពេលនេះដែរមហាជនកម្ពុជាអ្នកសិល្បៈនិងបុគ្គលល្បីៗកំពុងបង្ហាញការរួបរวมគ្នាយ៉ាងសកម្មចូលរួមជួយជាកម្លាំងស្មារតីប្រមូលនៅថវិកាសម្ភារៈនិងស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសឹកព្រមទាំងបង្ហាញការបួងសួងជួយថែរក្សាដល់បងកងទ័ពខ្មែរជួរមុខតាមព្រំដែនឲ្យមានសុវត្ថិភាពជាក់ស្ដែងងាកមក Facebook របស់កម្ពុជាតារាចម្រៀងអោកសុគន្ធកញ្ញាក្រៅពីចូលរួមសកម្មភាពសប្បុរសធម៌និងចេញជាវីដេអូផ្សព្វផ្សាយពីអំពើឈ្លានពានរបស់ថៃមកលើកម្ពុជាព្រមទាំងធ្វើការបួងសួងសូមឲ្យកងទ័ពជួរមុខមានសុវត្ថិភាពកម្ពុជាតារាចម្រៀងស្រីរូបនេះក៏បានចេញជាវីដេអូចម្រៀងមួយជាភាសាអង់គ្លេសគឺបទចម្រៀង Cambodia Nitpick នេះដែរកម្ពុជាតារាចម្រៀងអោកសុគន្ធកញ្ញាបានច្រៀងរៀបរាប់ជាភាសាអង់គ្លេសទាមទាររកសន្តិភាពរបស់កម្ពុជាវិញអមដោយកម្រងរូបភាពឯកសារដ៏ឈឺចាប់នៃជនរងគ្រោះនិងវីរៈកងទ័ពពលីព្រមទាំងបង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃចាត់ឃើញថាស្ថានភាពនៅតាមព្រំដែនកម្ពុជាចាដែលកំពុងតែរងការឈ្លានពានវាយប្រហារពីថៃជាថ្មីនេះចាបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនចាបានបង្ហាញដោយក្តីអាណិតនិងបារម្ភនិងមានតែភាពឈឺចាប់ម្ដងទៀតចាដោយមើលឃើញនៅការលះបង់របស់វីរៈកងទ័ពដែលបានពលីជីវិតការពីមាតុភូមិនិងបងប្អូនគ្រួសារនៅតាមតំបន់ព្រំដែនដែលរងទុក្ខលំបាកត្រូវភៀសឹកឃ្លាតឆ្ងាយពីផ្ទះសម្បែងផងដែរស្របពេលនេះផងដែរមហាជនជាច្រើន
និងអ្នកសិល្បៈនិងបុគ្គលល្បីៗចាក៏កំពុងតែបង្ហាញពីការរួបរวมគ្នាយ៉ាងសកម្មចូលរួមជួយជាកម្លាំងស្មារតីប្រមូលនៅថវិកាក៏ដូចជាសម្ភារៈនិងស្បៀងអាហារដើម្បីជូនទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកចាព្រមទាំងបង្ហាញនៃការបួងសួងដើម្បីជួយថែរក្សាទៅដល់បងកងទ័ពខ្មែរនៅជួរមុខតាមព្រំដែនឲ្យមានសុខសុវត្ថិភាពជាក់ស្ដែងងាកមកមើល Facebook ចារបស់កម្ពុជាតារាចម្រៀងស្រីចាគឺនាងអោកសុគន្ធកញ្ញាក្រៅពីបានចូលរួមសកម្មភាពសប្បុរសធម៌និងចេញជាវីដេអូផ្សព្វផ្សាយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជាចាព្រមទាំងធ្វើការបួងសួងសូមឲ្យកងទ័ពជួរមុខមានសុវត្ថិភាពចាកម្ពុជាតារាចម្រៀងស្រីរូបនេះក៏បានចេញជាវីដេអូនៅចម្រៀងមួយជាភាសាអង់គ្លេសចាដែលមានន័យថាចាកម្ពុជាត្រូវការសន្តិភាពបទចម្រៀងនេះដែរកម្ពុជាតារាចម្រៀងអោកសុគន្ធកញ្ញាក៏បានច្រៀងរៀបរាប់ជាភាសាអង់គ្លេសទាមទាររកសន្តិភាពរបស់កម្ពុជាមកវិញចាអមដោយកម្រងរូបភាពឯកសារដ៏ឈឺចាប់នៃជនរងគ្រោះនិងវីរៈកងទ័ពដែលបានពលីព្រមទាំងបានបង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាដែលបានរងគ្រោះដោយសារតែការឈ្លានពានរបស់យោធាថៃ